សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកពីវិធី make up ងាយៗដែលអ្នកអត់ចេះសោះក៏គាត់អាច make up ដោយខ្លួនឯងបានដែរចឹងកុំភ្លេចទស្សនាវីដេអូនេះឲ្យដល់ចប់ទាំងអស់គ្នាណាហើយមុននឹងចាប់ផ្ដើម make up ក៏ខ្ញុំអត់ដែរភ្លេចដែរគឺមកលាបជាមួយនឹង sun serum របស់ brand នេះ Sunflower ជាមុនសិនព្រោះ sun serum មួយនេះមិនត្រឹមតែជួយការពារកម្ដៅថ្ងៃបានល្អទេថែមទាំងជួយផ្ដល់សំណើមជួយឲ្យមុខយើង glow ស្អាតទៀតនៅពេលដែលយើងប្រើមុនពេល make up បែបនេះនឹងជួយផ្ចិតរុនរោមធ្វើឲ្យ make up យើងជាប់បានយូរឥឡូវយើងឈានចូលមកដល់ការលាប BB cream វិញម្ដងហើយ BB cream ដែលខ្ញុំប្រើនេះគឺជា BB cream របស់ brand មី Sunflower ដូចគ្នា BB cream របស់ brand មីនេះគឺមានសាច់ស្ដើងស្រាលងាយស្រួលលាបហើយជួយបិទបាំងស្នាមបានល្អទៀតហើយសំខាន់អត់ត្រូវសបល់ទេមិនថាអ្នកទាំងអស់គ្នាជាប្រភេទ warm tone ឬ cool tone នេះគឺអាចលាបបានទាំងអស់នៅពេលដែលអ្នកទាំងអស់គ្នា blend ចូលមកសព្វទៅ BB cream នេះនឹងប្រែពណ៌ទៅតាម skin tone របស់អ្នកទាំងអស់គ្នានៅពេលលាប BB cream អ្នកទាំងអស់គ្នាព្យាយាមលាបតិចតិចហើយអូសវាឲ្យស្មើសាច់នៅលើមុខអ្នកទាំងអស់គ្នាហើយបន្ទាប់មកយើងចាប់ផ្ដើមយកពងមកតប់ blend ឲ្យវាចូលស្បែកមុខយើងអ្នកទាំងអស់គ្នាកុំព្យាយាមអូសអ្នកទាំងអស់គ្នាគឺយកពងមកតប់ដូចនៅក្នុងអញ្ចឹងជាពិសេសនៅគៀនច្រមុះហើយនឹងនៅក្រោមភ្នែកអ្នកទាំងអស់គ្នាត្រូវតប់ថាថ្នមដើម្បីឲ្យ BB cream ជៀបចូលស្បែកមុខបានល្អបន្ទាប់ពីខ្ញុំបាន blend BB cream ចូលសពពេញផ្ទៃមុខខ្ញុំអស់ហើយអ្នកទាំងអស់គ្នាអាចមើលបានគឺមុខខ្ញុំឡើងម៉ត់ឡើងគីឡូភ្លឺចាំងហ្មងចូលមកដល់ជំហានបន្ទាប់យើងមកដាក់ concealer ដើម្បីបិទបាំងស្នាមដាក់នៅក្រោមភ្នែកបិទបាំងស្នាមដក់ស្លក់ខ្មៅនៅគៀនច្រមុះហើយនៅតាមច្រអូរមាត់ខ្ញុំតិចព្រោះដោយសារតែវាមានស្នាមភ្នែកពេលលាប concealer ហើយអ្នកទាំងអស់គ្នាកុំយកពងមកតប់ភ្លាមត្រូវទុកឲ្យ concealer ស្ងួតបន្តិចសិនចាំយើងយកពងយកមកតប់ធ្វើបែបហ្នឹងទៅ concealer របស់យើងអាចជួយបិទបាំងស្នាមដក់ស្លក់ខ្មៅបានល្អជំហានបន្ទាប់យើងចូលដល់ម្សៅផាត់នេះអ្នកទាំងអស់គ្នាគឺយកមកតប់នៅពេញផ្ទៃមុខដើម្បីជួយឲ្យមុខយើងកាន់តែ smooth កាន់តែម៉ត់ជាងមុនទៀតជាពិសេសនៅកលៀតច្រមុះហើយនឹងខ្ទង់ច្រមុះរបស់យើងក្រោមចកាហើយនឹងថ្ងាសអ្នកទាំងអស់គ្នាតប់វាថ្នមឲ្យវាចូលស្បែកមុខស្អាតឥឡូវយើងឈានចូលមកដល់វគ្គ color ភ្នែកវិញម្ដងចំពោះ color ភ្នែកពណ៌ដំបូងគេគឺខ្ញុំជ្រើសរើសយកពណ៌ដែលស្រាលជាងគេយកមក blend ឲ្យពេញភ្នែកហើយបន្ទាប់មកទៀតគឺខ្ញុំយកពណ៌ដែលរៀងដុតថ្ងៃនេះគឺខ្ញុំហាត់មុខបែបពណ៌ទឹកក្រូចអញ្ចឹងខ្ញុំជ្រើសរើសយកពណ៌ដុតរៀងពណ៌ទឹកក្រូចដើម្បីយកមក blend នៅកន្ទុយភ្នែកហើយអ្នកទាំងអស់គ្នា blend ហើយបដិញមកដល់ពាក់កណ្ដាលភ្នែកខ្ញុំព្យាយាម blend ដេញពីកន្ទុយភ្នែកមកដល់ធំពាក់កណ្ដាលភ្នែកឲ្យវាមានសភាពរៀងស្រាលបានន័យធ្វើបែបហ្នឹងទាំងសងខាងហើយជាចុងក្រោយគឺយើងយកពណ៌ដែលរៀងស្រាលជាងគេគឺយកមក blend នៅគល់ភ្នែកហើយពណ៌ដែលខ្ញុំយកមក blend នៅគល់ភ្នែកនេះក៏ជាពណ៌ទឹកក្រូចដែរតែជាពណ៌ទឹកក្រូចដែលស្រាលហើយលាយជាមួយនឹងប្លីងតិចនៅពេលដែលយើងផាត់បែបហ្នឹងទៅគឺឃើញភ្នែកយើងរៀងប្លីងមើលទៅរៀងខ្ជូតចូលមកដល់ជំហានបន្ទាប់គឺយើងគូររឹមភ្នែកអាកន្លែងរឹមភ្នែកនេះបើសិនជាអ្នកទាំងអស់គ្នាអត់សូវចេះគូទេវារៀងពិបាកគូបន្តិចប៉ុន្តែអ្នកទាំងអស់គ្នាព្យាយាមគូដូចនៅក្នុងវីដេអូហ្នឹងទៅអ្នកទាំងអស់គ្នាអាចយកដងជក់មកងើយដបភ្នែកអ្នកទាំងអស់គ្នាឡើងលើតិចទៅហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមគូវាតិចដេញពីគល់ភ្នែករហូតមកដល់កន្ទុយភ្នែកឲ្យវាស្មើសាច់ស្អាតទាំងសងខាងដូចគ្នាបន្ទាប់ពីផាត់ភ្នែករួចរាល់ហើយខ្ញុំអត់តបិទរោមភ្នែកទេព្រោះខ្ញុំចង់ទុកបិទរោមភ្នែកនៅខាងក្រោយគេទាំងអស់អញ្ចឹងឥឡូវយើងចូលមកដល់វគ្គ contour ហើយការ contour ច្រមុះរបស់ខ្ញុំគឺខ្ញុំ contour ពីចុងច្រមុះទៅមុនហើយរបៀបនៃការ contour គឺខ្ញុំ contour ចំច្រអូស្លាបច្រមុះទាំងសងខាងដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមcontour ពីច្រអូច្រមុះហ្នឹងចុះមកក្រោមមកដើម្បីឃើញចុងច្រមុះយើងទៅរៀងស្រួចហើយបន្ទាប់មកទៀតយើងទៅ contour នៅក្នុងខ្ទង់ច្រមុះគឺខ្ញុំ contour ចាប់ពីក្រោមឆ្អឹងភ្នែកចុះមកដល់ពាក់កណ្ដាលច្រមុះហើយរបៀបថាយើង contour នៅខ្ទង់ច្រមុះហ្នឹងគឺយើង contour បោះវាចុះក្រោមឲ្យរៀងស្រាលមកប៉ុន្តែមកដល់ចុងច្រមុះគឺយើងបោះចូលវិញដើម្បីឲ្យឃើញចុងច្រមុះយើងស្រួចស្អាតបន្ទាប់ពី contour ច្រមុះរួចរាល់ហើយកុំភ្លេចយក highlight ភ្លឺយកមក highlight នៅខាងខ្ទង់ច្រមុះហើយនឹងចុងច្រមុះផងដើម្បីឲ្យច្រមុះយើងមើលទៅកាន់តែលេចធ្លោកាន់តែស្រួយស្អាតហើយអ្នកនរគ្នាក៏អាចយក highlight ហ្នឹងយកមកដាក់នៅកន្លែងកណ្ដាលថ្ងាសនៅច្រអូមាត់ហើយនឹងនៅក្រោមចកាបន្តិចដែរដើម្បីធ្វើឲ្យមុខយើងកាន់តែភ្លឺចាំងមានភាពតាក់ទាញយក highlight ដដែលហ្នឹងគឺយកមក highlight នៅគល់ភ្នែកយើងផងដើម្បីឲ្យភ្នែកយើងកាន់តែបើកមើលទៅស្រឡះស្អាតចូលមកដល់ឥឡូវថ្ងៃនេះក៏ខ្ញុំប្រើពណ៌ទឹកក្រូចដែរដើម្បីឲ្យវាស៊ីជាមួយនឹងភ្នែកជារបៀបពណ៌ទឹកក្រូចបែកក្បឿងទឹកក្រូចស្រាលហើយខ្ញុំយកមក blend នៅខាងក្រោមភ្នែកនៅជិតចុងកន្ទុយភ្នែកបែបនេះទាំងសងខាងហើយចំពោះការវាយ color ពណ៌អ្នកទាំងអស់គ្នាព្យាយាម blend វាឡើងទៅខាងលើអ្នកទាំងអស់គ្នាកុំធ្វើម៉េចកុំឲ្យវាយ color ពណ៌ចុះមកខាងក្រោមឆ្អឹងពណ៌របស់យើងគឺធ្វើបែបហ្នឹងធ្វើឲ្យមុខអ្នកទាំងអស់គ្នាធ្លាក់អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលតាមនៅក្នុងវីដេអូហ្នឹងបានបន្ទាប់ពីវាយ color ថ្មរួចហើយយើងមកគូសអញ្ចាមវិញម្ដងហើយអញ្ចាមថ្ងៃនេះគឺខ្ញុំប្រើពណ៌រៀងប្រោនព្រោះដោយសារពណ៌ខ្មៅវាអត់ស៊ីមួយមុខខ្ញុំទេហើយសក់ខ្ញុំវារៀងក្រហមដែរអញ្ចឹងគឺខ្ញុំប្រើពណ៌ប្រោនខ្ញុំយកខ្មៅដៃគូសអញ្ចាមយកមកគូសនៅខាងចុងឲ្យវាចេញរៀងនៅចុងអញ្ចាមយើងហ្នឹងហើយឲ្យវាចេញរៀងហើយទាញកន្ទុយវារៀងស្ដួយតិចមកបន្ទាប់មកនៅខាងដើមគឺខ្ញុំយកក្រាស់យកមកសិតបោះវាបែបនេះអញ្ចាមមកគឺនៅខាងគល់អញ្ចាមអ្នកទាំងអស់គ្នាព្យាយាមសិត blend វាធ្វើមិនឲ្យវាស្រាលស្
ដើងបដិញពីស្រាទៅក្រាស់នៅកតុយអញ្ចាំវិញណាធ្វើម៉េចកុំឲ្យគោលអញ្ចាំយើងដិតខ្លាំងពេកគឺអត់ស្អាតទេឥឡូវយើងឈានចូលមកដល់វគ្គពិសេសគឺវគ្គបិទហុងភ្នែកហើយមុននឹងបិទហុងភ្នែកអ្នកទាំងអស់គ្នាគឺពុតហុងភ្នែកឲ្យងឲ្យស្អាតស្មើគ្នាចឹងមកហើយហុងភ្នែកដែលខ្ញុំបិទថ្ងៃនេះគឺជាប្រភេទហុងភ្នែកដែលមានកែវស្រាប់ងាយស្រួលបិទទេសម្រាប់អ្នកទាំងអស់គ្នាដែលអត់ចេះបិទហុងភ្នែកអីក៏អាចបិទបានដែរងាយៗហើយការបិទហុងភ្នែកនេះគឺតាមទម្រង់ភ្នែករបស់អ្នកទាំងអស់គ្នាចង់បិទពីក្រោមហុងភ្នែកដើមរបស់យើងក៏បានអ្នកទាំងអស់គ្នាចង់បិទពីលើហុងភ្នែកដើមរបស់យើងក៏បានដែរសំខាន់ឲ្យតែអ្នកទាំងអស់គ្នាបិទហើយបើកមកឃើញភ្នែករបស់អ្នកទាំងអស់គ្នាស្រឡះស្អាតសម្រាប់ខ្ញុំគឺភ្នែកខ្ញុំធំស្រាប់អញ្ចឹងគឺខ្ញុំអត់បិទពីលើហុងភ្នែកខ្ញុំទេខ្លាចភ្នែកខ្ញុំមើលទៅឃើញកឡោតអញ្ចឹងគឺខ្ញុំបិទនៅពីក្រោមហុងភ្នែកខ្ញុំវិញអញ្ចឹងនៅពេលដែលខ្ញុំបិទហើយខ្ញុំបើកមកគឺឃើញភ្នែកខ្ញុំស្រឡះស្អាតបិទហុងភ្នែករួចរាល់ហើយកុំភ្លេចគូ eyeliner ផងហើយ eyeliner ដែលខ្ញុំគូនេះជាប្រភេទ eyeliner កមួនបើអ្នកទាំងអស់គ្នាអត់ទាន់ start ប្រើជាមួយនឹង eyeliner កមួនទេអ្នកទាំងអស់គ្នាអាចប្រើជា eyeliner ប្រភេទជក់ទឹកបានហើយរបៀបនៃការគូ eyeliner អ្នកទាំងអស់គ្នាគូតែនៅខាងចុងកន្ទុយភ្នែកទៅតាមទម្រង់ភ្នែករបស់យើងនឹងបានហើយគូភ្ជាប់បន្តពីរឹមភ្នែកដែលយើងបានគូពីខាងដើមហ្នឹងហើយទាញវាខិតឡើងទៅខាងលើបន្តិចទៅតាមទម្រង់ភ្នែករបស់អ្នកទាំងអស់គ្នាហើយការផាត់ភ្នែកដើម្បីឲ្យឃើញភ្នែកយើងកាន់តែធំលះស្អាតក៏អត់ភ្លេចដែរជាមួយនឹងការគូ eye bag ហើយការគូ eye bag នេះអ្នកទាំងអស់គ្នាប្រហែលជាគិតថាវារៀងពិបាកគូតែបើអ្នកទាំងអស់គ្នាបានសាកគូដោយខ្លួនឯងអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាវាអត់ពិបាកគូទេគ្រាន់តែអ្នកទាំងអស់គ្នាបិទភ្នែករៀងផឹមមកហើយយកជក់ដែលគូ eyeliner មិញហ្នឹងយកមកគូថានៅខាងក្រោមកន្លែងដកភ្នែកអ្នកទាំងអស់គ្នាបន្ទាប់មកយើងយក highlight មកផាត់នៅក្នុងកន្លែងដកភ្នែកយើងហ្នឹងហើយយើងចាប់ផ្ដើមយកជក់មកបន្លែនកន្លែង highlight ហ្នឹងហើយជាមួយនឹងកន្លែងដកដែលយើងគូ eye bag ហ្នឹងយើងបន្លែនវាធ្វើមិនឲ្យស្មើសាច់ស្អាតពេលនោះអ្នកទាំងអស់គ្នានឹងទទួលបាន eye bag ដែលមើលទៅ look natural ដូចធម្មជាតិដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងជំហានបន្ទាប់គឺយើងមកលាបក្រែមដោយសារថ្ងៃហ្នឹងគឺយើង make up បែបរៀងពណ៌ទឹកក្រូចអញ្ចឹងការលាបក្រែមក៏លាបបែបក្រែមដែលខ្ញុំពងលាបនេះគឺ favorite របស់ខ្ញុំហ្មងពណ៌ហ្នឹងគឺរបៀបថាពណ៌ក្បឿងបាយទឹកក្រូចហើយរបៀបមានប្លៀងនៅក្នុងហ្នឹងទៀតចំពោះការលាបក្រែមនេះដែរមុននឹងលាបក្រែមអ្នកទាំងអស់គ្នាគូរឹមជុំវិញមាត់អ្នកទាំងអស់គ្នាឲ្យវាចេញទម្រង់ស្អាតសិនមកចាំយើងលាបក្រែមទៅទើបឃើញមាត់យើងរៀងថ្លាមស្អាតដោយសារតែពណ៌ក្រែមដែលខ្ញុំលាបមុនហ្នឹងវារៀងពណ៌បាយក្បឿងតែវារៀងស្រាលពេកអញ្ចឹងឥឡូវខ្ញុំបន្ថែមពណ៌រៀងកឡាបនៅពីក្នុងដែលខ្ញុំលាបពីក្នុងនេះជាលក្ខណៈពណ៌រៀងកឡាបស្រស់លាបខាងក្នុងឲ្យវាឃើញរៀងបបោមាត់យើងវាពីរពណ៌វាបដិញពីពណ៌ដិតមកពណ៌ស្រាលខាងក្រៅអញ្ចឹងតែបើសិនជាអ្នកទាំងអស់គ្នាស្រឡាញ់ពណ៌ទី1ហើយអ្នកទាំងអស់គ្នាលាបតាមពណ៌ហ្នឹងក៏បានដែរតែសម្រាប់ខ្ញុំមើលទៅឃើញយ៉ាងស្លេកពេកអញ្ចឹងខ្ញុំជាចុងក្រោយគឺយើងចូលមកដល់វគ្គ contour មុខហើយការ contour មុខនេះគឺខ្ញុំ contour នៅថ្គាមសងខាងដោយសារខ្ញុំមានថ្គាមខ្នាមើលទៅឃើញមុខអ្នកទាំងអស់គ្នាមានមុខទូច slim ស្រាប់ហើយអ្នកទាំងអស់គ្នាមិនបាច់ contour ទេតែបើមុខធំដូចខ្ញុំ contour ដូចខ្ញុំអញ្ចឹងមកដើម្បីមុខយើងមើលទៅរៀង V ជាងមុនរៀង slim ជាងមុនឥឡូវ make up របស់យើងបានរួចរាល់ហើយនេះជា final look របស់ខ្ញុំមិនដែរអ្នកទាំងអស់គ្នារ៉េតឲ្យបានលើបានដែរ